សូមជម្រាបសួរបងប្អូនប្រិយមិត្តដែលកំពុងតែតាមដានទស្សនាវីដេអូរបស់នាងខ្ញុំនៅក្នុងថ្ងៃនេះដែរនាងខ្ញុំសូមលើកយកជាបន្តតាក់ទងជាមួយនឹងអត្តចរិតនៃឆ្នាំនីមួយៗអញ្ចឹងមកដល់នៅក្នុងវីដេអូនេះដែរយើងនិយាយអំពីមនុស្សដែលកើតឆ្នាំវកអញ្ចឹងសូមបញ្ជាក់តាក់ទងជាមួយនឹងអត្តចរិតទូទៅរបស់នៃឆ្នាំមិនថាឆ្នាំមួយណាទេនាងខ្ញុំសូមបញ្ជាក់ថាពេលខ្លះពេលដែលថាទៅវាអាចមិនត្រូវនឹងយើងទាំងស្រុងទេវាមានអាចបន្តិចបន្តួចអញ្ចឹងទៅអ្នកខ្លះក៏ត្រូវច្រើនអញ្ចឹងទៅដោយសារតែយើងដឹងហើយថាការមើលរឿងទាំងអស់ហ្នឹងគឺមិនមែនសំដៅទៅលើតែការកើតនៅក្នុងឆ្នាំតែមួយមុខទេអញ្ចឹងសម្រាប់បើយើងជាខ្មែរយើងសំដៅមានកើតថ្ងៃច័ន្ទគីពុទ្ធពហុអីចឹងទៅណាហើយខែមានមគ្គសេបុស្សអីចឹងទៅអញ្ចឹងគឺគិតទៅលើថ្ងៃគិតទៅលើខែហើយបូកជាមួយនឹងឆ្នាំទៀតហើយបើសម្រាប់ចិនគឺគេគិតយកថ្ងៃដែលកើតសំខាន់វាតាក់ទងដូចជាកើតថ្ងៃអីអញ្ចឹងទៅប៉ះចំជាមួយនឹងឆ្នាំអីចឹងទៅអញ្ចឹងអត្តចរិតរបស់បុគ្គលនោះក៏គាត់ផ្អែកទៅលើឆ្នាំផ្អែកទៅលើឆ្នាំនៃថ្ងៃកំណើតគាត់ច្រើនជាងឆ្នាំកំណើតចឹងទៅអញ្ចឹងនៅពេលដែលនាងខ្ញុំអានទៅបើសិនជាមានចំណុចណាដែលគិតថាវាមិនល្អសម្រាប់យើងទេយើងក៏រំលងវាចោលទៅដោយសារតែនាងខ្ញុំស្រាវជ្រាវហើយបកប្រែយកមកដែរទេមិនមែននាងខ្ញុំដូចថាគិតឲ្យតើថាឆ្នាំហ្នឹងគឺវាអញ្ចឹងទេអញ្ចឹងនិយាយឲ្យស្រួលស្ដាប់ទៅគឺថាភាសាអង់គ្លេសខ្ញុំបកមកគេចង់និយាយថាកុំបាញ់អ្នកផ្ញើសារណាដូចថាកុំខឹងអ្នកផ្ញើសារព្រោះអ្នកផ្ញើសារគ្រាន់តែជាអ្នកស្រាវជ្រាវហើយយកមកបកប្រែឲ្យតែប៉ុណ្ណោះអូខេអញ្ចឹងនាងខ្ញុំចូលទៅកាន់អត្តចរិតទូទៅនៃមនុស្សដែលកើតឆ្នាំវកអញ្ចឹងនៅក្នុងអត្ថបទហ្នឹងគេនិយាយថាស្វាគឺជាមនុស្សរៀងមានល្បិចត្រូវមិនត្រូវគិតខ្លួនឯងហើយជារឿយហ្នឹងរពិលរពូចអារឿងរពិលរពូចហ្នឹងខ្ញុំដឹងថាអ្នកណាក៏ជួបដែរវកជាសត្វដែលពោពេញដោយការបោកបញ្ឆោតប៉ុន្តែជាដៃគូនឹងផ្ដល់នៅចំណាប់អារម្មណ៍របស់ពួកគេអាចចូលសម្រុងជាមួយនឹងសត្វដតីទៀតបានទាំងអស់ទោះជាយ៉ាងនេះក្តីវាជាយុទ្ធសាស្ត្រមួយនៅពីក្រោយរូបរាងរបស់ពួកគេលាក់បាំងនៅគោលដៅហិរញ្ញវត្ថុតែប៉ុណ្ណោះសម្រាប់កន្លែងហ្នឹងនេះគ្រាន់តែជាការគិតពិចារណារបស់ខ្ញុំទេតែបើថាត្រូវមិនត្រូវយើងពិចារណាតាមហ្នឹងទេខ្ញុំគិតថាកន្លែងហ្នឹងប្រហែលជាគេចង់និយាយថាការរាប់អានការចុះចូលជាមួយនឹងមនុស្សបានសឹងតែគ្រប់ហ្នឹងគឺនៅពីក្រោយនៃតំណែងតំណងទាំងអស់ហ្នឹងគឺគោលដៅរបស់គាត់ចង់និយាយថារាប់អានដើម្បីងាយស្រួលនៅក្នុងការស្វែងរកឬក៏ថាងាយស្រួលក្នុងការបង្កើតការរលួយការបង្កើតហិរញ្ញវត្ថុរបស់គាត់ចឹងទៅណាអានឹងអត្ថន័យចង់បែបហ្នឹងពួកគេប៉ិនប្រសពដើម្បីទទួលបាននៅសេវានិងផលប្រយោជន៍ដែលពួកគេហាក់ដូចជាមិនធ្លាប់ត្រូវការហើយយកវាសម្រាប់ជាការទទួលបានផលប្រយោជន៍ទាំងអស់នោះពួកគេទោះយ៉ាងណាក៏ដោយពោពេញដោយក្តីស្រឡាញ់ហើយថែមទាំងពេញចិត្តនឹងជួយពួកគេលាក់បាំងគំនិតមិនល្អរបស់ពួកគេចំពោះអ្នកដទៃនៅពីក្រោយភាពសប្បុរសធម៌និងទន់ភ្លន់ចំណុចហ្នឹងខ្ញុំគិតថាវាមិនមែនមានតែសម្រាប់មនុស្សកើតឆ្នាំវកតែមួយមុខចឹងណា
ចឹងជាទូទៅវាអាស្រ័យទៅលើស្ថានភាពដែលពួកគាត់រស់នៅអញ្ចឹងទៅអ្នកខ្លះទៅគាត់ក៏មិនចង់អញ្ចឹងដែរប៉ុន្តែអបរិស្ថានដែលគាត់រស់នៅជុំវិញខ្លួនរបស់គាត់ហ្នឹងវាបង្រៀនឲ្យគាត់ខ្លាយទៅជាបែបហ្នឹងក៏ថាបានជួនកាលគាត់រៀនពីមនុស្សដែលជុំវិញខ្លួនគាត់ក៏ថាបានជួនកាលគាត់មាននិស្ស័យបែបហ្នឹងមកពីកំណើតក៏ថាបានចឹងនិយាយចឹងណាចឹងវាមានគ្រប់មូលហេតុគ្រប់ចំណុចទាំងអស់សត្វស្វាគឺឆ្លាតនិងមានបញ្ញាពីកំណើតអាហ្នឹងខ្ញុំដឹងទៅត្រូវហ่ะព្រោះខ្ញុំស្គាល់មនុស្សពួកហ្នឹងភាគច្រើនអញ្ចឹងដឹងទៅត្រូវពួកគេចូលចិត្តអានគ្រប់យ៉ាងហើយអានច្រើនទៀតផងពួកគេទទួលបានផ្លែផ្កាពីការរៀនពួកគាត់ហ្នឹងគឺមានប្រាជ្ញាខ្ពស់ណាភាគច្រើនអ្នកដែលគាត់រៀនហ្នឹងគឺអ្នកដែលឆ្នាំហ្នឹងគឺគាត់មានប្រាជ្ញាឆ្លាតវៃរបស់គាត់ហើយនិយាយរួមទៅចឹងតាក់ទងជាមួយនឹងចំណេះដឹងហ្នឹងគឺទទួលស្គាល់មនុស្សគាត់ពិតជាវៃឆ្លាតចំពោះរឿងរៀនណាអូខេអញ្ចឹងបន្តទៅទៀតសត្វស្វាមានអារម្មណ៍ល្អខ្លាំងសម្រាប់ភាពលំបាត់និងអ្វីគ្រប់យ៉ាងដែលពួកគេឃើញឬនឹងតាមរយៈការរស់នៅពួកគេគឺជាអ្នកដែលមានទេពកោសល្យច្នៃប្រឌិតពីធម្មជាតិពួកគេអាចដោះស្រាយបញ្ហានិងស្ថានភាពដ៏ពិបាកក្នុងជីវិតបានសត្វស្វាមានចិត្តមោះមុតនិងអាចមានមន្តស្នេហ៍ដែលទាក់ទាញអ្នកដើរតាមទោះបីជាខ្លាំងមានគំនិតឆ្លៀសវៃចឹងបានន័យថាដោយសារតែភាពឆ្លាតវៃរបស់គាត់និងភាពខ្លាំងរបស់គាត់ចឹងអាចតាក់ទាញអ្នកដែលស្ដាប់ហ្នឹងឬក៏អ្នកដែលជុំវិញខ្លួនគាត់ហ្នឹងឲ្យដើរតាមគាត់បានពួកគេអាចคลายទៅជាលេខាដ៏ស័ក្តិសមបំផុតសម្រាប់ចៅហ្វាយនាយរបស់ពួកគេសត្វស្វាថែមទាំងអាចទប់ទល់នឹងការទាក់ទាញនៃសត្វខ្លាដែលពួកគេងាយនឹងបង្កើតភាពរីករាយបានសត្វស្វាគឺមិនខ្មាស់អៀនចំពោះការមិនស្មោះត្រង់ឬកុហកទេបើទាំងនោះល្អសម្រាប់ផលប្រយោជន៍របស់ពួកគេអញ្ចឹងម្យ៉ាងទៀតដែរគឺថាខ្ញុំមិនគិតថាតើតមនុស្សឆ្នាំស្វាដែលគាត់អញ្ចឹងទេឆ្នាំផ្សេងក៏អាចអញ្ចឹងដែរដូចខ្ញុំនិយាយអញ្ចឹងវាអាស្រ័យទៅលើស្ថានភាពបរិស្ថានដែលជុំវិញខ្លួនគាត់អីចឹងទៅណាឬក៏គាត់មានមកពីកំណើតក៏វាអញ្ចឹងវាមានកត្តាច្រើនយ៉ាងពួកគេជាមនុស្សមិនគោរពបើគេដឹងថាវាអាចគេចពីគ្រោះថ្នាក់បានអញ្ចឹងបានន័យថាបើត្រូវកុហកសិនណាដើម្បីគាត់គេចពីអ្វីដែលគាត់គិតថាមានគ្រោះថ្នាក់ដល់គាត់ទោះបីយ៉ាងណាក៏ដោយពួកគេធ្វើអ្វីដែលគ្មាននរណាអាចដឹងជាមួយពួកគេទេស្វាអាចមានសមត្ថភាពដើម្បីទាក់ទាញមនុស្សគ្រប់គ្នានៅជុំវិញខ្លួនរបស់ពួកគាត់ចំណែកមកដល់រឿងស្នេហាវិញនៅក្នុងរឿងស្នេហាហ្នឹងសត្វស្វាកម្រសំណាងណាស់ពួកគេនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍យ៉ាងឆាប់រហ័សប៉ុន្តែត្រូវបោះបង់ចោលអ្នកជាទីស្រឡាញ់ហើយស្វែងរកអ្នកថ្មីពួកគេប៉ុន្តែពួកគេងប់ងល់ខ្លាំងប្រែជាត្រជាក់ខ្លាំងចំពោះរឿងហ្នឹងសកម្មភាពមួយទៀតអាចជួយសង្គ្រោះពួកគេពីភាពគ្រោះថ្នាក់អញ្ចឹងចង់និយាយថា
គាត់បើយើងនិយាយទៅដូចយើងមើលទៅស្វាលោតពីមួយទៅមួយអញ្ចឹងបើសម្រាប់តាក់ទងមួយស្នេហាខ្ញុំមិនសូវជាដឹងអំពីអត្តចរិតរបស់ពួកគាត់យ៉ាងម៉េចទេក៏ប៉ុន្តែគាត់ថាឃើញពួកគាត់ដូចថាបើគាត់តាក់ទងអ្នកណាម្នាក់អញ្ចឹងគឺគាត់ស្មោះគាត់ស្រឡាញ់អញ្ចឹងណាប៉ុន្តែលក្ខណៈមួយបើសិនជាពេលណាដែលគាត់យល់ថាតំណែងតំណងមួយហ្នឹងវាត្រូវចប់អញ្ចឹងទៅគឺដូចថាចប់ដោយរលូនអញ្ចឹងទៅហើយក៏ទៅរកដៃគូផ្សេងទៀតអីចឹងទៅបានន័យថាគាត់ចប់តំណែងតំណងមួយច្បាស់លាស់ទើបគាត់ទៅរកតំណែងតំណងមួយផ្សេងទៀតចឹងទៅមិនបានន័យថាពងតាក់តងហើយទៅតាក់តងអ្នកផ្សេងទៀតអត់ទេចង់និយាយចឹងណានេះគាត់រៀងច្បាស់លាស់តាក់តងមួយឡើងហ្នឹងតែគាត់ថាមើលទៅបើយើងមើលពីសម្បកខាងក្រៅទៅដូចគាត់ចប់ដោយរលូនច្បាស់លាស់ដូចជាមិនសូវជាឃើញសោកសៅក្រៀមក្រំអីប្រហែលណាចង់និយាយចឹងណាចំណាយពេលតិចតួចតាក់ទងជាមួយនឹងអាភាពសោកសៅទាំងអស់ហ្នឹងដូចថាមិនសូវជាបៀមទុកយូរចឹងណាអាហ្នឹងខ្ញុំចង់និយាយចំណុចហ្នឹងអូខេតាក់ទងជាមួយនឹងអត្តចរិតទូទៅរបស់មនុស្សដែលកើតនៅក្នុងឆ្នាំវកភាគ1គឺបានមកដល់ទីបញ្ចប់ត្រឹមហ្នឹងអរគុណច្រើនសម្រាប់ការចូលមកកាន់តាមដានទស្សនានៅវីដេអូរបស់នាងខ្ញុំបើសិនជាចូលចិត្តសូមជួយចុច like ហើយបើចង់តាមដានទស្សនាវីដេអូរបស់នាងខ្ញុំជាបន្តសូមជួយចុច subscribe ផងអរគុណច្រើនសូមជម្រាបលា